ចលនាធ្វើពហិការទំនិញថៃរបស់ពលរដ្ឋកម្ពុជាបានក្លាយជាឱកាសមាសសម្រាប់ជំរុញការរីកចម្រើនរបស់វិស័យ SME កម្ពុជានៅមួយរយៈចុងក្រោយនេះតែទោះជាយ៉ាងណាមេ SME កម្ពុជាបានអះអាងថាវិស័យផលិតកម្មក្នុងស្រុកនៅកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួនដែលទាមទារឲ្យមានការជួយលើកទឹកចិត្តពីរាជរដ្ឋាភិបាលបន្ថែមទៀតនិងស្នើឲ្យពលរដ្ឋបន្តស្មារតីគាំទ្រផលិតផលក្នុងស្រុកឲ្យបានផុសផុលបន្ថែមទៀតដើម្បីជំរុញការរីកចម្រើនរបស់វិស័យ SME កម្ពុជានៅក្នុងរយៈពេលវែងតើអ្វីខ្លះនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យ SME ហើយរាជរដ្ឋាភិបាលគួរលើកទឹកចិត្តដល់វិស័យនេះបន្ថែមទៀតយ៉ាងណាខ្លះតទៅនេះក្រុមការងារ Cambodia លំអិតលើរឿងនេះដូចតទៅអង្គញាតែតាំងពប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានគូបញ្ជាក់ថាតាមរយៈសន្ទុះគ្រប់គ្រងផលិតផលក្នុងស្រុកយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋកម្ពុជាក្រោយធ្វើពហិការមិនប្រើប្រាស់ផលិតផលថៃបានជំរុញឲ្យវិស័យ SME កម្ពុជាមានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះថ្នាក់ដឹកនាំ SME រូបនេះបានទទួលស្គាល់ថាផលិតផលក្នុងស្រុកមួយចំនួននៅមិនទាន់អាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបាននោះទេជាពិសេសទៅលើសោភ័ណភាពនៃការវេចខ្ចប់តែយ៉ាងណាលោកស្នើឲ្យប្រជាពលរដ្ឋជួយបន្តគាំទ្រផលិតផលក្នុងស្រុកដើម្បីរួមគ្នាជំរុញការរីកចម្រើនរបស់វិស័យ SME កម្ពុជាក្នុងរយៈពេលវែងអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថាក្នុងកលៈទេសៈនេះការចូលរួមផ្ដល់ការលើកទឹកចិត្តនិងជួយគាំទ្របន្ថែមពីសំណាក់រដ្ឋាភិបាលគឺជារឿងចាំបាច់ក្នុងការជួយជំរុញការរីកចម្រើននិងការប្រកួតប្រជែងរបស់វិស័យ SME កម្ពុជាបើយើងចូលដល់សុភ័ណភាពការវិចខ្ចប់យើងអត់ទាន់ដល់គេទេប៉ុន្តែខ្ញុំអត់ចង់ឲ្យយើងឲ្យតម្លៃទៅលើនឹងទេព្រោះការដែលយើងធ្វើពហិការមិនប្រើប្រាស់របស់ប្រទេសមួយតើក្នុងប្រទេសយើងមានការលើកទឹកចិត្តដែរនាំគ្នារួមគ្នាកុំទាន់ឲ្យវាយតម្លៃទៅលើសបកក្រៅខ្ញុំកំពុងនាំគ្នាគិតគូរដែរតើរាជរដ្ឋាភិបាលយើងបង្កើតកន្លែងតំបន់ណាមួយដើម្បីយើងធ្វើការវិចខ្ចប់ design ហ្នឹងឲ្យវាស្អាតលុះត្រាតែរដ្ឋាភិបាលមានហៅទុនហៅថាជួយ supportអញ្ចឹងយើងកំពុងរកវិធីទៀតបើសិនជាការវិចខ្ចប់របស់យើងស្អាតយើងអត់ចាញ់គេទេផលិតផលយើងនោះហើយខ្ញុំជឿជាក់ថាក្រោយពីយើងចូលសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានក្រោយពីយើងធ្វើពហិការមិនប្រើប្រាស់បានន័យថាយើងសត្រៀមលក្ខណៈប៉ុន្តែវាមិនងាយស្រួលដូចយើងនិយាយពាក់ព័ន្ធបញ្ហានេះដែរអ្នកអង្គញាហ៊ុនឡាក់អគ្គលេខាធិការសមាគមអង្គញាកម្ពុជាបានគូបញ្ជាក់ថាទោះបីជារដ្ឋាភិបាលមានគោលនយោបាយជំរុញលើកកម្ពស់វិស័យ SME ក៏ពិតមែនប៉ុន្តែវិស័យនេះនៅតែជួបបញ្ហាប្រឈមច្រើនដូចជាការខ្វះកម្លាំងពលកម្មជំនាញខ្វះដើមទុននិងទំនុកចិត្តគាំទ្រពីអ្នកប្រើប្រាស់ជាដើមដែលទាមទារឲ្យមានការជួយជ្រោមជ្រែងពីគ្រប់ភាគីពាក់ព័ន្ធដើម្បីជំរុញការអភិវឌ្ឍវិស័យនេះបើតាមអ្នកជំនាញរូបនេះកត្តាថ្លៃដើមផលិតខ្ពស់ក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វិស័យនេះក្នុងការប្រកួតប្រជែងជាមួយទំនិញនាំចូលផងដែរបើទោះបីជាកម្ពុជាជាប្រទេសមានវត្ថុធាតុដើមច្រើនសម្រាប់កែច្នៃក៏ដោយអ្នកអង្គញាហ៊ុនឡាក់យល់ឃើញថារាជរដ្ឋាភិបាលគួរបង្កើនកញ្ចប់ហិរញ្ញវត្ថុណាមួយបន្ថែមទៀតសម្រាប់ជួយជំរុញវិស័យនេះហើយការបង្កើនស្តង់ដារគុណភាពនិងសោភ័ណភាពវេចខ្ចប់ផលិតផលបន្ថែមក៏ជាផ្នែកមួយសំខាន់ក្នុងការប្រកួតប្រជែងផងដែរអ្នកដែលនៅក្នុងវិស័យ SME ច្រើនតែជួបប្រឈមជាមួយនឹងកង្វះពលកម្មជំនាញក៏ដូចជាដើមទុនជាមួយនឹងការគ្រប់គ្រងការជឿជាក់ពីទីផ្សារនៃអ្នកប្រើប្រាស់នេះគឺសិតតែជាចំណុចបញ្ហាដែលត្រូវធ្វើការចូលរួមទាំងអស់គ្នាហើយរួមគ្នាដើម្បីអភិវឌ្ឍបន្ថែមទៀតក៏ប៉ុន្តែថ្លៃដើមរបស់យើងនៅតែខ្ពស់ហើយគុណភាពអនាម័យសោភ័ណភាពនៃការវេចខ្ចប់ហ្នឹងក៏នៅតែមានកម្រិតនៅឡើយបើយើងធៀបជាមួយនឹងផលិតផលដែលនាំចូលក្នុងពេលដែលគេលក់តម្លៃប្រកួតប្រជែងជាមួយយើងហើយគុណភាពហើយនិងសោភ័ណភាពគេមានលក្ខណៈទាក់ទាញជាងយើងហ្នឹងហើយដែលយើងពិបាកនឹងប្រជែងឈ្នះបើតាមក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ក្រោយថៃបញ្ឆេះសង្គ្រាមឈ្លានពានមកលើកម្ពុជាបានជំរុញឲ្យវិស័យ SME នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ដោយមានរោងចក្រសហគ្រាសក្នុងស្រុកជាច្រើនបានពង្រីកខ្សែចង្វាក់ផលិតកម្មនិងមួយចំនួនបានធ្វើវិបត្តិកម្មផលិតផលបន្ថែមខណៈរោងចក្របង្កើតថ្មីក៏មានការកើនឡើងផងដែរនៅក្នុងរយៈពេល11ខែឆ្នាំ2025កម្ពុជាទទួលបានរោងចក្រឧស្សាហកម្មធុនធំចំនួន562រោងចក្រនិងរោងចក្រសហគ្រាសធុនតូចនិងមធ្យមចំនួន1099រោងចក្រដោយមានការកើនឡើងគួរឲ្យកត់សម្គាល់បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន